ខ្ញុំព្រះករុណាសូមចម្រើនពរញាតិញោមអ្នកដែលស្រឡាញ់ពេញចិត្តនៅបាលីឬមន្តអាគមផ្សេងនៅថ្ងៃនេះអាត្មាភាពចង់លើកបង្ហាញអំពីបាលីឬក៏ពិធីអញ្ជើញពពុទេវតាតាមពិតអាត្មាមិនអធ្យាស្រ័យដែលមិនបានដាក់ជាអក្សរសម្រាប់ឲ្យអានក៏ប៉ុន្តែសង្ឃឹមថាញាតិញោមនឹងយល់នឹងអាចរៀនការចេញអំពីការស្ដាប់នៅថ្ងៃនេះចង់បង្រៀនញាតិញោមអំពីរបៀបនៃការអញ្ជើញពពុទេវតាអញ្ជើញពពុទេវតានឹងអញ្ជើញនឹងបើសិនជាយើងយកទៅក្រុងបាលីក៏បានយកអញ្ជើញទេវតាមុននឹងរៀបចំធ្វើអាសនៈធ្វើអីនឹងធ្វើឲ្យនឹងអញ្ជើញពពុទេវតាមកដើម្បីគួងប្រថាប់អញ្ចឹងទៅប៉ុន្តែយើងប្រើពាក្យថាក្រុងបាលីអញ្ជើញពពុទេវតាហ្នឹងក៏ត្រូវដែរចង់បង្រៀនញាតិញោមមានស្រោចទឹកអីវិញយើងអាចប្រើជាបាលីហ្នឹងទៅគាថាហ្នឹងទៅសូត្រហៅពពុទេវតាច្រើនកកដើម្បីមកស្ដាប់យើងសូត្រពធសូត្រអីចឹងទៅអំពាវនាវអីហ្នឹងនឹងជាគាថាអញ្ជើញទេវតាអញ្ចឹងណាឧទាហរណ៍ណាជាគាថាអញ្ជើញទេវតាការអញ្ជើញទេវតានេះបើតាមរបៀបធ្វើហ្នឹងគឺគេជាទូទៅហ្នឹងគេក្រុងបាលីគេឡើងអាសនៈណាឡើងអាសនៈគ្រូធំអីហ្នឹងសម្ដេចព្រះគ្រូតូចគ្រូធំអីហ្នឹងគឺគេធ្វើពិធីក្រុងបាលីដើម្បីអញ្ជើញពពុទេវតាទាំងឡាយឬធ្វើពិធីអីមួយគេបើកគេហៅថាបើកឆាកដំបងណាឥឡូវដើម្បីកុំឲ្យខាតពេលអាត្មានឹងចូលទៅបង្រៀនតែម្ដងក៏ប៉ុន្តែសូមការអធ្យាស្រ័យដោយអាត្មាមិនដាក់អក្សររត់ឲ្យទេតែបើចង់បានអក្សរឬឆាត Telegram ឬតាក់ទងតាមលេខទូរស័ព្ទផ្ទាល់មកអីទេណាហើយជាទម្លាប់ទូទៅមុននឹងយើងសូត្របាលីក្តីសូត្រគាថាក្តីនឹងត្រូវពោលអ្នកម៉ូត3ចប់នឹងឯងដោយសាររបៀបក្រុងបាលីនេះអាត្មាបញ្ជាក់សិនសុំបញ្ជាក់ថាជារបៀបនៃការអញ្ជើញពពុទេវតានេះគាថាអញ្ជើញពពុទេវតាក្នុងគោលបំណងបង្រៀនញាតិញោមទេណាគ្រាន់តែគោលបំណងបង្រៀនទេយើងអាចចេះដល់ត្រឹមណាយើងកាត់ត្រឹមប៉ុណ្្នឹងទៅស្រេចយើងណាហើយមួយផ្នែកទៀតកាលដែលអញ្ជើញរបៀបនៃការអញ្ជើញហ្នឹងគឺយើងធ្វើទៅតាមទីកន្លែងនីមួយដែលគេធ្វើគេរៀបចំតាមភូមិស្រុកនិគមជនបទអីហ្នឹងគឺគេប្រពធ្វើទៅតាមរបៀបផ្សេងគ្នាដូចនេះអាត្មានឹងប្រាប់អំពីរបៀបនៃការរៀបចំហ្នឹងតើវាល្អប្រសើរយ៉ាងម៉េចឬវាខុសអីយ៉ាងម៉េចជាទូទៅបើសិនណានឹងគ្រាន់តែបើសិននៅរបៀបអាត្មានឹងបង្ហាត់ថាឧទាហរណ៍ថាឥឡូវបើសិនជាយើងមានអាសនៈឬទីសេនាសនៈដែលយើងគោរពប្រតិបត្តិនឹងវាមាន 4-5 ជាន់អីកាលណាដែលយើងធ្វើថ្មីឧទាហរណ៍ថា3ជាន់ឬក៏7ជាន់អីមិនយើងធ្វើថ្មីកាលណាដែលធ្វើថ្មីមានរូបអាសនៈមានរូបវត្ថុជាទីគោរពអីផ្សេងហ្នឹងយើងក៏ត្រូវសូត្រដើម្បីដាស់ឬក៏ដើម្បីប្រសិទ្ធិឯងប៉ុន្តែមុននឹងយើងប្រសិទ្ធិហ្នឹងគឺត្រូវសូត្រអញ្ជើញទេវតាហ្នឹងគឺការអញ្ជើញនេះគេអត់ចោលទេសំខាន់ណាស់សំខាន់អំពីរបៀបនៃការ
បញ្ជូនពពុទេវតាទាំងឡាយមកចូលក្នុងទីនេះដើម្បីស្ដាប់នៅពធអីចឹងជាដើមគឺគេធ្វើរបៀបហ្នឹងណាគឺគេធ្វើរបៀបហ្នឹងហើយញាតិញោមយកទៅប្រើទៅអាហ្នឹងគេធ្វើអញ្ចឹងណាហើយមិនមានការតមអីទេដោយសារអីអាហ្នឹងតមអីយើងគ្រាន់តែរៀនរបៀបរៀនណាគ្រាន់តែរបៀបនៃការរៀនឥឡូវឃើញថាការបញ្យល់ហ្នឹងមកគាត់ថាប៉ុណ្ណឹងហើយការបញ្យល់ហ្នឹងវាមិនល្អិតល្អន់អីណាទេប៉ុន្តែញាតិញោមប្រហែលជាយល់ថាគេប្រើដើម្បីមិនអីបល័យអីឬក៏គេថាអញ្ជើញពពុទេវតានឹងប្រើមិនគឺប្រើអញ្ចឹងប៉ុន្តែវើចូលដល់សូត្រអ្នកមូតវិញកាលណាដែលយើងសូត្រគេថាអញ្ជើញត្រូវសូត្រអ្នកមូតមុនព្រោះអ្នកមូតហ្នឹងគឺគេប្រែដូចគ្នានឹងរីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំបកណាអីចឹងជាដើមអញ្ជើញណារីកិរិយាអញ្ជើញពពុទេវតាដដែលប៉ុន្តែយើងសូត្រអ្នកមូតទៅព្រោះតែទូទៅទម្លាប់អីក៏ដោយគេសូត្រអ្នកមូតមុនដែរគេអត់ដែលចោលទេអញ្ចឹងដើម្បីកុំឲ្យខាតពេលស្មើនឹងពូលអ្នកមូត3ចប់សិនមុននឹងការសូត្របល័យផ្សេងนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะណាក្រោយយើងពីញាតិញោមសូត្រណាម3ចប់ដូចនេះរួចយើងត្រូវពោលសូត្របល័យឬគាថានឹងតែម្ដងឧទាហរណ៍នឹងអាត្មាចាប់ផ្ដើមបង្រៀនណាញាតិញោមហើយយកចិត្តទុកដាក់ស្ដាប់តិចទៅជាស្រ័យដែលមិនបានដាក់អក្សរឲ្យសម្រាប់សិក្សាតោះចូលចាប់ផ្ដើមភូនតោទេវសង្ឃេយោបពិតអពពុទេពៈនេកមូលមេទាំងវិសានកោតចក្រវាលទេវតាទាំងឡាយដែលស្ថិតនៅជ្រោះជ្រងច្រឡងដងភ្នំគិរីបបតាសីមាវិហិអជារញ្ញវានាភពផែនដែនប្រតពីគិរីបបតាមតពវ័នជន់ហែនពៀនវិមានឧត្តមសមហាឋានសម្រានភិរមជុំចក្រវាលវាអណ្ដលមហោអាកាសវាព្រះស្ដោបតោប្រចេតដីសិរីមហាពោវិហាឧបោសថរតនារាមតាមវត្តពធសីមាវិហាកុដស្លាចំការស្រែក្បែរបឹងបួជួរទន្លេចលស័យព្រៃកពតមាត់ទំពាំងរវាំងជំរុំកោះនិងអស់ពពុទេវតាទាំងឡាយដែលស្ថិតនៅឋានវិជ្ជរស៊ូទាំង6ជាន់មានឋានចាតុមហារាជការតាវតੰយាមាតុសិកានាមរតីបរសនិមិតវសវតីសូមអញ្ជើញពពុទេវតាទាំងឡាយដែលស្ថិតនៅលើកំពូលភ្នំសតៈប្រេផនដៈតបិតអីកូនចៅបានរៀបចំអាសនៈថ្មីដើម្បីប្រសិទ្ធិពរជ័យអីចឹងទៅដើម្បីប្រសិទ្ធិពរជ័យសូមកន្លែងហ្នឹងសូមបញ្ចូលអស់លោកអ្នកស្មាភ្លេចមិញសូមបញ្ចូលត្រង់ពាក្យហ្នឹងតាមពិតគួរតែកាត់ដូចអាត្មាមិញចឹងទៅកាត់មកកណាត់ទៅកាត់ហើយយើងប្រើពាក្យថារៀបចំអាសនៈថ្មីឬក៏រៀបចំរបស់របរអីធ្វើផ្ទះថ្មីសង់ផ្ទះថ្មីឬក៏អ្វីមួយចឹងទៅអាស្រ័យទៅលើយើងបញ្ចូលទេត្រង់ពាក្យចំណុចហ្នឹងអាត្មាចាំអាត្មាសូត្រម្ដងទៀតសូត្រហើយអាត្មានឹងកាត់ត្រឹមកន្លែងដែលចប់គាថាហ្នឹងហើយយើងបញ្ចូលនៅឧទាហរណ៍ថាឥឡូវអាត្មាមានអាសនៈថ្មីចឹងយើងបញ្ចូលយ៉ាងម៉េចបញ្ចូលអាសនៈហ្នឹងដើម្បីថាអាសនៈនេះត្រូវប្រសិទ្ធិឡើងសាថ្មីសូមឲ្យមានបុណ្យបារមីដែលជះកូនចៅប្រព្រឹត្តធ្វើអីស្នងអីហ្នឹងសូមឲ្យឫទ្ធិអំណាចកាន់តែពូកែស័ក្តិសិទ្ធិអីជាដើមឥឡូវនេះដើម្បីកុំឲ្យខាតពេលអាត្មានឹងធ្វើម្ដងសូត្រម្ដងទៀតតោះទៅរៀនម្ដងទៀតភូនតោទេវសង្ឃេយោបពិតអពពុទេពៈនេកមូលមេឃទាំងមួយសែនកោតចក្រវាលទេវតាទាំងឡាយដែលស្ថិតនៅជ្រោះជ្រងច្រឡងដងភ្នំគិរីបបតាសីមាវិហាអជាអរញ្ញវានាភពផែនដែនប្រតពីគិរីបបតាមតពវ័នជន់ហែនពៀនវិមានឧត្តមសមហាឋានសម្រានភិរមជុំចក្រវាលវាអណ្ដលមហោអាកាសវាព្រះស្ដោបតោព្រះចេតដីសិរីមហាពោវិហាឧបោសថរតនារាមតាមវត្តពតសីមាវិហាកុដស្លាចំការស្រែក្បែរបឹងបួជួរទន្លេចលស័យ
ប្រៃកំពតមកតំពាំងរវាងជុំជំរុំកោះនិងអស់ពពួកទេវតាទាំងឡាយដែលស្ថិតនៅឋានវិជ្ជរស៊ូទាំង6ជាន់មានឋានចាតមហារាជការតាវតੰយាមាតុសេកានាមរតីបរាសៈនិមិត្តវសវតីសូមអញ្ជើញពពួកទេវតាទាំងឡាយដែលស្ថិតនៅគ្រប់ទិសទីតំបន់ដល់ត្រង់កន្លែងហ្នឹងយើងត្រូវបញ្ចូលឧទាហរណ៍ថាឥឡូវយើងរៀបចំអាសនៈថ្មីអញ្ចឹងនៅត្រង់ពាក្យនេះយើងបញ្ចូលពាក្យថាឧទាហរណ៍ណាឥឡូវបើអ្នកដែលគេសង់ផ្ទះអញ្ចឹងគេបញ្ចូលផ្ទះហើយប៉ុន្តែឧទាហរណ៍ឥឡូវអាត្មាសង់អាសនៈថ្មីអញ្ចឹងយើងនិយាយទៅតាមរបៀបហ្នឹងទៅត្បិតអីកូនចៅត្បិតអីខ្ញុំព្រះករុណាបានរៀបចំអាសនៈថ្មីនេះដើម្បីអញ្ជើញវត្ថុស័ក្តិសិទ្ធិទាំងឡាយស្ថិតនៅលើអាសនៈនេះសូមឲ្យមានឫទ្ធិអំណាចពូកែចេស្តាឲ្យមានឫទ្ធិឈ្នះពពួកមាសត្រូវទៅអងឧទាហរណ៍អញ្ចឹងម្យ៉ាងទៀតខ្ញុំសូមឲ្យខ្ញុំមានបុណ្យបារមីដៃជះពូកែស័ក្តិសិទ្ធិអីចឹងជាដើមអានឹងវាអាស្រ័យលើយើងនិយាយទេកតុយចុងក្រោយហ្នឹងយើងបញ្ចូលមកហើយតាមពិតវាបកកែតែចុងនៅមុខចុងក្រោយនេះយើងបញ្ចូលទៅតាមការរៀបចំរបស់យើងហើយយើងសូត្រអញ្ចឹងហើយយើងបញ្ចប់អញ្ចឹងទៅយើងសូត្របែបដូចមិញហើយយើងបញ្ចូលបើអ្នកសង់ផ្ទះត្រូវបញ្ចូលអំពីឡើងគេហដ្ឋានថ្មីបើអ្នកទិញសង់អីក៏ដោយឬទិញម៉ូតូទិញឡានទិញអីហ្នឹងដែលចង់ធ្វើហ្នឹងអាហ្នឹងគឺគេអាចធ្វើអញ្ចឹងនឹងថ្មនិយាយតែពីរបៀបនៃការអញ្ជើញពពួកទេវតាដើម្បីឡើងនៅលើអាសនៈថ្មីនេះជារបៀបមួយដែលបង្រៀនញាតិញោមនឹងងាយស្រួលសូត្រម្ដងអីទៅហើយគេលាយធម៌អីផ្សេងទៀតសូមបង្ហាត់បង្ហាញប៉ុណ្ណឹងចោះណាបើសិនជាញាតិញោមមិនទាន់យល់ឬមិនទាន់ច្បាស់ត្រង់ចំណុចណាមួយឬក៏មានកន្លែងណាសពេចសពិលនៅតែមិនទាន់យល់ញាតិញោមអាចទំនាក់ទំនងតាមលេខទូរស័ព្ទអាត្មាភាពផ្ទាល់បានដោយមានមកប្រព័ន្ធ Smart គឺ096 704 ការ៉េ 8បញ្ជាក់ម្ដងទៀត096 704 ការ៉េ 8ញញោមអាចទំនាក់ទំនងមកសួរតាមលេខនឹងចោះអាត្មាមិនរឹកមិនអើងអីទេបើសិនជាមានវិបត្តិកើតទុកមិនសុខចិត្តបាយមិនបានសម្រានមិនលក់បញ្ហាផ្សេងអីហ្នឹងក៏អាចអញ្ជើញទំនាក់ទំនងមកសួរចោះវីដេអូយើងមានប្រមាណប៉ុណ្ណេះក៏ឈានដល់ពេលបញ្ចប់ហើយសូមចម្រើនពរលា